នៅតែបន្តការគ្រប់គ្រងជួយឲ្យប្រទេសខ្មែរមានការគ្រប់សិទ្ធិមនុស្សនិងយុត្តិធម៌ចាហើយខ្ញុំរីករាយមែនតើខ្ញុំប្រភពចិត្តនៅពេលដែលខ្ញុំឃើញបងប្អូនទាំងអស់គ្នាមកទីនេះយ៉ាងច្រើនចានឹងនាងពួកខ្ញុំជាអ្នករងគ្រោះយ៉ាងណាក្តីក៏ខ្ញុំមិនចង់ចាំថាខ្ញុំមិនស៊ូជានិច្ចចាគឺដើម្បីជំនួសសម្រាប់ប្រជាពលរដ្ឋខ្មែរតែព្រោះខ្ញុំមិនត្រូវសតតែគ្នាទេតែខ្ញុំមិនធ្វើពេកទេចាខ្ញុំរំភើបខ្ញុំខ្ញុំនឹងមានអារម្មណ៍ថាប្រជាពលរដ្ឋខ្មែរមិនឯកោឯងគឺមានបងប្អូនយើងច្រើនណាស់នៅកូនត្រចាសម្រាប់ពីកន្លែងនេះនៅពេលនេះគឺខ្ញុំបានមកជួបផ្ទាល់តែម្ដងហើយអ្វីដែលខ្ញុំមកនេះគឺខ្ញុំនឹងនិយាយពីបញ្ហាការវិវត្តនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលកម្ពុជាហើយយើងចង់ប្រាប់អង្គការសហជីវជាតិថាពួកខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋដែលរងគ្រោះនៅប្រទេសកម្ពុជាមិនត្រូវការចារដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្សហើយនឹងរដ្ឋាភិបាលដែលចាត់ទុករាជជាសត្រូវហើយនឹងរដ្ឋាភិបាលដែលធ្វើសង្គ្រាមជាមួយនឹងរាជខ្លួនឯងដែលបានដៃប្រទេសចាអានេះខ្ញុំសូមនិយាយដាច់ខាតហើយក្នុងនាមដែលគាត់មកក្នុងថ្ងៃនេះដែលគាត់និយាយជាមួយនឹងអង្គការសហជីវជាតិរាយការណ៍ពីការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាបើគាត់និយាយពីល្អពីប្រទេសកម្ពុជាដែលគាត់មិនបានបន្តខុសនោះគឺគាត់និយាយក្នុងតំណាងឲ្យតែបុគ្គលបកពួកខ្លួនគាត់តែប៉ុណ្ណោះគឺពួកគាត់ទាំងអស់នោះមិនមែនជារដ្ឋាភិបាលរបស់ប្រទេសកម្ពុជាហើយក៏មិនមែនជារដ្ឋាភិបាលរបស់ប្រជាជនខ្មែរទៀតទេចាបើគាត់ជារដ្ឋាភិបាលរបស់ប្រទេសកម្ពុជានិងប្រជាជនខ្មែរគាត់មិនមែនព្រៃផ្សៃដាក់ខ្មែរខ្លួនឯងសម្លាប់ខ្មែរខ្លួនឯងទេហើយនឹងរំលោភសិទ្ធិមនុស្សយ៉ាងថាព្រៃផ្សៃដូចបច្ចុប្បន្ននេះចាអញ្ចឹងសូមបដិសេធឲ្យខាតឲ្យខ្ញុំទាមទារឲ្យមានការជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរជាបន្ទាន់ពីអង្គការសហជីវជាតិគឺ UN ចាយើងត្រូវការ UN ដែលជួយចាប្រជាពលរដ្ឋខ្មែរមិនមែនមិនដែលស្លាប់ទេគឺបាត់បង់ជីវិតរាប់លាននាក់កាលពីជំនាន់ប៉ុលពតសួរថារហូតដល់ពេលនេះតើមានយុត្តិធម៌សម្រាប់ពួកគាត់អត់គឺនៅតែអត់មានដដែលអញ្ចឹងហើយឥឡូវនេះខ្មែរនៅតែបន្តការកាប់សម្រាប់ប្រជាពលរដ្ឋយ៉ាងសាវព្រៃផ្សៃឲ្យគ្មានទោសកំហុសទៀតអញ្ចឹងពួកយើងមិនសឹកចិត្តទេយើងត្រូវតែទាមទារយុត្តិធម៌ដល់ពួកគាត់ចាយើងយកទៅទៅបាននេះយកវានេះដល់អាចខ្លះហើយចាអញ្ចឹងខ្ញុំចង់បញ្ជាក់ដែរថានៅក្នុងប្រទេសកម្ពុជាឥឡូវនេះមិនមានតែនាងខ្ញុំមួយទេដែលតស៊ូចាហើយប្រឈមกับថ្នាក់គុកសពបែបយ៉ាងគឺបងប្អូនយើងច្រើនមែនទែននៅក្នុងប្រទេសកម្ពុជាឥឡូវនេះគាត់ងើបទាំងស្រីទាំងប្រុសចាទាំងក្មេងទាំងចាស់គឺដើម្បីយុត្តិធម៌ទាំងអស់គ្នាចាហើយខ្ញុំគិតថាវាត្រូវដល់ពេលដែលយើងលេងទ្រាំហើយយើងត្រូវតែរកយុត្តិធម៌ឲ្យបានសម្រាប់ប្រជាពលរដ្ឋខ្មែរចាយើងយកទៅតែនៅបងប្អូនអាចទៅជាមិនឈ្នះគាត់បាច់កាខ្ញុំអរគុណថាខ្ញុំបានជួយរំលាយយូរទេដោយសារតែបញ្ញាគាត់ចា